ព្រះពុទ្ធបានប្រើពាក្យថាអន្លង់អវិជ្ជាខ្ញុំចេះតែគិតពីផលអាក្រក់ពីផលអវិជ្ជមាននៃភាពអវិជ្ជាឬការពាត់ត្រូវច្រឡំរបស់សត្វលោកខ្ញុំយល់ច្បាស់ណាស់ថាហេតុអ្វីព្រះពុទ្ធប្រើពាក្យអន្លង់អវិជ្ជាតើមានពាក្យណាឲ្យធ្ងន់ឲ្យខ្លាំងជាងពាក្យថាអន្លង់ទៅទៀតបើមានពាក្យខ្លាំងជាងពាក្យអន្លង់នឹងម្លេះសំព្រះពុទ្ធប្រើពាក្យនងហើយសម្រាប់គូបញ្ជាក់ពីភាពមហន្តរាយហិនហោចខ្លោចផ្សាដែលមានទំហំហួសពីពរនាដែលបានកើតមកពីការដឹងច្រឡំឬអវិជ្ជានេះវាពិតជាមានទំហំអវិជ្ជមានធំធេងណាស់មហន្តរាយធំធេងណាស់រហូតទៅដល់រលាយលោកនេះរាប់លានដងមិនអស់ទៅហើយដោយសារតែអវិជ្ជាឬការដឹងច្រឡំនេះបើអ្នកគិតមិនទាន់ឃើញពីទំហំមហន្តរាយដែលកើតមកពីការដឹងច្រឡំគឺដឹងថាមានខ្លួនគឺអញគឺជាការដឹងច្រឡំឬអវិជ្ជានេះនោះអ្នកមិនខ្លាចភាពអវិជ្ជាគឺការដឹងច្រឡំរបស់សត្វឡើយគឺអ្នកស្ថិតនៅក្នុងអវិជ្ជាដោយសត្វដតីទៀតដែរគឺអ្នកកំពុងតែងោកងុយកំពុងតែលង់លក់ក្នុងពាក្យដែលអ្នកនិយាយលេងគឺអវិជ្ជាប៉ុន្តែសម្រាប់អ្នកគិតឃើញពីទំហំនៃការខូចខាតនៃការបែកបាក់ព្រាត់ប្រាសនៃការឆ្លោះកាប់ចាក់គ្នាដោះស្រាយមិនចេះចប់មិនចេះហើយអស់ទ្រព្យសម្បត្តិច្រើនរាប់មិនអស់ដោយសារភាពអវិជ្ជានេះឃើញពីភាពរលាយលោករាប់ដងមិនឈ្នះភពដតីដើរខុសកន្លងដោយសារតែអវិជ្ជាគឺអញនេះនោះអ្នកនឹងយល់ថាហេតុអ្វីបានជាព្រះពុទ្ធហៅអវិជ្ជានេះថាអន្លង់អវិជ្ជាហើយព្រោះតែអវិជ្ជាមនុស្សធ្វើរឿងដែលគ្មានតម្លៃសោះទុកដូចជារឿងនោះមានតម្លៃណាស់សាច់មិនឈឺសោះយកឈើទៅចាក់ឆ្កឹះឲ្យកាត់ដំបៅរួចហើយប្រឹងព្យាបាលដំបៅនោះរួចចាត់ទុកថាជារឿងមានតម្លៃរហូតយកជីវិតទៅប្ដូរនេះគឺដោយសារអវិជ្ជាគឺច្រឡំថាមានអញគ្មានកូនជារឿងស្រួលសោះតែដែលពាល់ត្រូវច្រឡំថាមានអញនេះក៏ទៅបង្កើតកូនហើយប្រឹងចិញ្ចឹមកូននោះលំបាកវេទនាកេងគេប្រវាញ់គេធ្វើរឿងថោកទាបព្រោះតែការងារដ៏ឥតប្រយោជន៍របស់ខ្លួនតើនេះឬជាការងារមានតម្លៃសមនឹងធ្វើក្នុងជីវិតរបស់អ្នកគ្មានបញ្ហាក៏បង្កើតបញ្ហារួចហើយដោះស្រាយទាំងមានអារម្មណ៍ថាវាជាការងារចាំបាច់ប្រចាំជីវិតរបស់ខ្លួនការងារស្អីនេះគឺការងារអវិជ្ជានាំមុខងងឹតទាំងថ្ងៃងងឹតទាំងភ្លឺចេះព្រោះអ្វីព្រោះតែអវិជ្ជាពាល់ច្រឡំថាមានអញការងារដែលអត់តម្លៃសោះនាំគ្នាធ្វើគ្រប់គ្នាយល់ថាជារឿងខ្វះមិនបានក្នុងជីវិតមនុស្សម្នាក់ពិតជាអន្លង់អវិជ្ជាមែនមនុស្សប្រុសច្រើនណាស់ដែលធ្វើរឿងឥតតម្លៃសោះតែខ្លួនបដូរជីវិតស្លាប់រស់ព្រោះខ្លួនយល់ថាមានតម្លៃណាស់មានលុយរាប់លានដុល្លារទៅលេងល្បែងចូលហ៊ុនគ្នាជាមួយមនុស្សស្រីដែលមានលុយត្រឹមតែ2-3ដុល្លារតែប៉ុណ្ណោះប៉ុន្តែខ្លួនយល់ថាជាល្បែងអស្ចារ្យបំផុតក្នុងជីវិតរបស់គេមនុស្សប្រុសច្រើនណាស់បានរៀបការជាមួយមនុស្សស្រីព្រោះស្រឡាញ់រាងកាយរបស់គេពេលដែលចិត្តស្រឡាញ់រាងកាយរបស់គេហើយខ្លួនហ៊ានធ្វើអ្វីទាំងអស់ខំប្រឹងរកស៊ីយកទៅឲ្យគេខំប្រឹងចិញ្ចឹមម៉ែឪគេខំប្រឹងថ្នាក់ថ្នមប្រពន្ធមិនឲ្យធ្វើអ្វីឡើយទោះខ្លួនហត់ប៉ុណ្ណាក៏មិនដែលត្អូញត្អែព្រោះស្រឡាញ់រូបកាយគេមនុស្សស្រីដឹងថានោះជាចំណុចខ្សោយរបស់មនុស្សប្រុសគេខំប្រឹងថែរក្សាខ្លួនពង្វក់មនុស្សប្រុសនោះឲ្យលុះនៅក្រោមអំណាចស្នេហ៍របស់គេតើនេះជាសេចក្តីស្រឡាញ់ពិតឬនេះជាការងារដែលអ្នកយល់ថាមានតម្លៃហើយបូជាជីវិតដើម្បីធ្វើវាឬគឺសុទ្ធតែបាំងដោយអវិជ្ជាទាំងអស់ជួនកាលអ្នកធំខ្លះអស់ទឹកអស់ដីដែលមនុស្សច្រើនលានរស់នៅធ្វើឲ្យគេឈឺចាប់ដោយសារតែចិត្តតោងជាប់នឹងរឿងស្នេហ៍ភេទនេះគឺពិតជាអន្លង់អវិជ្ជាមែនបើមានការលះបង់ទៅវិញទៅមកគ្មានចាប់ចំណុចខ្សោយគ្នាធ្វើជាចំណាប់ខ្មាំងមានតែការផ្ដល់ឲ្យព្រោះមើលឃើញតម្លៃរបស់គ្នានោះជារឿងភ្លឺស្វាងជារឿងអត់អញជារឿងរបស់គេមែនជារឿងស្របនឹងកម្លាំងមែនជារឿងស្របនឹងធម៌មែនជារឿងមានតម្លៃមែនជារឿងសមនឹងលះបង់មែនតែស្នេហាច្រើនណាស់ព្រោះតែជាប់រឿងភេទនេះ
គេបានធ្វើការលះបង់រហូតដល់អាយុជីវិតរបស់គេដើម្បីធ្វើរឿងដែលគ្មានតម្លៃនេះព្រោះអ្វីបានជាចិត្តគេបណ្ដាលឲ្យគេបដូរជីវិតធ្វើរឿងគ្មានតម្លៃបែបនេះគឺព្រោះតែព្រោះតែអវិជ្ជានេះមិនមែនដល់អន្លង់អវិជ្ជាទេឬធ្វើរឿងដែលគ្មានតម្លៃសោះថាជារឿងមានតម្លៃដោយយកជីវិតទៅបដូរអ្នកសាសនាទាំងឡាយព្រោះតែមានអញបានចំណាយពេលកម្លាំងទ្រព្យសម្បត្តិសរុបទូទាំងពិភពលោកច្រើនពាន់លានដុល្លារដែលបានមកពីការខិតខំចំណាយញើសឈាមខំរកស៊ីហើយទៅធ្វើការដែលឥតមានប្រយោជន៍ឥតមានតម្លៃសោះអត់មានអ្នកបានទទួលសោះក្នុងជំនឿរបស់គេនេះមិនគឺអន្លង់អវិជ្ជាទេឬចំនួនសាសនាកើតជាសង្គ្រាមច្បាំងលេងស្ដាយជីវិតមនុស្សវល់លៀនមិនគឺអ្វីដែរគឺអន្លង់អវិជ្ជានេះសត្វស្មានថាមានខ្លួនជាអ្នកទទួលនៅជំនឿសាសនារបស់គេតាមពិតពុំមានខ្លួនសោះការដឹងថាមានខ្លួនរបស់សត្វនេះគឺដឹងច្រឡំទេគឺអវិជ្ជាទេការបែងចែកពូជសាសន៍នេះឬពូជសាសន៍នោះធ្វើដើម្បីការពារពូជសាសន៍ខ្លួនកំទេចពូជសាសន៍ដទៃរហូតបង្កើតជាសង្គ្រាមរលាយដល់ផែនដីរាប់លានដងមិនអស់ក៏ព្រោះតែសត្វពាល់ច្រឡំថាមានអញឬអវិជ្ជានេះពុំមានឧទាហរណ៍ណាមួយដែលបញ្ជាក់ពីភាពមានអញរបស់សត្វដែលបានជាឧទាហរណ៍ក្នុងរឿងត្រឹមត្រូវនេះបានទេព្រោះអញគឺជាការដឹងច្រឡំចេញពីការដឹងច្រឡំឬដឹងខុសនេះគឺវាខុសតែទាំងអស់ពុំមានត្រូវមួយឡើយជជែកគ្នាពីរឿងខុសនិងត្រូវមិនឆ្លោះកាប់ចាក់គ្នាទេប៉ុន្តែបើភាគីណាមួយមានអារម្មណ៍អញឬភាគីទាំងពីរមានអារម្មណ៍អញគឺឆ្លោះគ្នាភ្លាមអញជាការដឹងច្រឡំវាជាកម្លាំងបច្ច្រាស់ជាវិញ្ញាណដែលមានប្រភពមកពីការដឹងក្នុងខ្លួនគឺដឹងតែអញដូច្នេះហើយទើបវាពុំមានឧទាហរណ៍ណាមួយដែលមានអញហើយត្រឹមត្រូវឡើយសច្ចៈគឺកម្លាំងវិលនៃកូនអាតូមគឺពុំមានអញទេពុំមានសត្វទេពុំមានអ្វីដឹងទេពុំមានវិញ្ញាណគឺកម្លាំងទេអ្នកស្គាល់កម្លាំងទេកម្លាំងគឺកម្លាំងមិនអាចជាសត្វទេគឺសង្ខារឬកម្លាំងបច្ច្រាស់នាំឲ្យកើតវិញ្ញាណគឺធម៌ដឹងដូច្នេះហើយទើបការដឹងថាមានអញគឺជាការដឹងខុសព្រោះវាជាកម្លាំងទេពុំមានធម៌ដឹងទេសច្ចៈមានការដឹងមិនដេចនឹងកើតបើសច្ចៈគឺជាកម្លាំងនឹងវាមិនមានធម៌ដឹងឬវិញ្ញាណទើបត្រឹមត្រូវតែកម្លាំងនេះបង្កើតបានសត្វនិងពិភពលោករបស់សត្វគឺដឹងដូច្នេះការដឹងនេះត្រូវតែហៅថាអវិជ្ជាគឺការដឹងច្រឡំដូច្នេះហើយការបានមកអញទាំងអស់គឺខុសក្នុងភាពត្រឹមត្រូវគឺត្រូវយល់ឲ្យត្រូវសិនដែលព្រះពុទ្ធហៅថាបរិយ័តហើយបន្តទៅបប្រតិបត្តិឲ្យពណ៌ត្រូវនៅភាពគ្មានអញគឺការពណ៌ត្រូវឬការដឹងថាគឺជាកម្លាំងដែលយើងហៅថាអស់អញឬនិព្វាននៅលើโลกនេះមានធាតុតែមួយគឺកលាបៈដែលវិលដែលមានធាតុដីទឹកភ្លើងខ្យល់ក្រៅពីនោះគឺកម្លាំងទាំងអស់ស្អីទាំងអស់កើតពីកម្លាំងអ្វីដែលយើងមើលឃើញហើយយើងរស់នៅជាមួយវាមិនមែនជាធាតុទេគឺជាកម្លាំងដូច្នេះទើបព្រះពុទ្ធហៅអ្វីដែលមាននៅលើโลกនេះថាជាធម៌ហេតុអ្វីបានហៅថាធម៌ព្រោះវាមិនមែនជាធាតុហើយអ្វីដែលមនុស្សពាល់ត្រូវទាំងអស់ការពិតឬសច្ចៈវាជាកម្លាំងតែអ្វីដែលមនុស្សពាល់ត្រូវមើលឃើញប៉ះបានវាកើតមកពីកម្លាំងមិនមែនកើតមកពីធាតុទេដូច្នេះទើបព្រះពុទ្ធហៅវាថាជាធម៌ពន្យល់មកដល់ត្រឹមនេះអ្នកមានឃើញថាអវិជ្ជាគឺការច្រឡំថាមានអញវាចង្រៃប៉ុណ្ណាហើយឬនៅបើអ្នកយល់ថាអញគឺអវិជ្ជាហើយគឺពណ៌ត្រូវច្រឡំហើយគឺខុសហើយអ្នកមិនត្រូវរស់នៅក្នុងរបៀបអ្នកមានអញទេបានមកអញហើយចាត់ទុកថាត្រឹមត្រូវតែបច្ច័យ4តែប៉ុណ្ណោះក្រៅពីនោះការបានមកអញគឺសុទ្ធតែខុសទាំងអស់ហើយអ្នកត្រូវមើលឲ្យឃើញថាពិភពលោកនេះជាកម្លាំងដែលចេញពីកូនកលាបៈវិលតែមួយនឹងដូច្នេះកម្លាំងជាប់គ្នាការវាយបំបាក់អញស្ដីឲ្យអ្នកមានអញគឺជារឿងរបស់យើងទាំងអស់គ្នាដែលជាអ្នកយល់ធម៌